គាត់មកដល់ល្មមបងបន្ថែងមួយថ្ងៃមិនមកទៅសួរឌីសឹបឲ្យហើយរឿងបន្ទប់បានអត់ចាំពេល leader មកដល់យើងទៅថតយកមកចឹងក៏បានដែរតោះចុះមកយូរនេះចុះប្រូនិយាយថា front end ប្រៃធ្វើហើយនេះចិត្តហើយស្អែកហើយមើលខ្ញុំដាក់ការងារឲ្យធ្វើយូរហើយទៅហើយស្អែកលើរវល់បានធ្វើអញ្ចឹងណាចុះគ្នាយើងគ្នាយើងដឹងអីគ្នាយើងធ្វើការងារផ្សេងទៀតញ៉ាំធ្វើអីដឹងតែឃើញគួយចុចកុំព្យូទ័ររហូតពីហ្នឹងពងធ្វើគេចុច laptop មួយថ្ងៃដូចមកយកខ្សែអូខ្ញុំពងធ្វើ surveiller មកតេបងហើយណាមួយយើងនៅចាំបងបន្ថែងគាត់ទៅសួរ reserve នឹងរកបន្ទប់ថតដែរធ្វើ surveiller មកតេហើយសម័យហ្នឹងនៅប្រើមកតេដល់ណាទៀតគេមាន version ថ្មីណាដឹងអត់អ្នក digital គេរកអ្នក digital ហ្នឹងគឺវាមាន feature ល្អៗណាហើយថ្មីទៀតមានទាំង real time វាយើងអាចកប់ទុកក្នុងក៏បានដែរឃើញស្រួលហើយឡយមែនបងឡើងតំណងមែនតាងាបសួរបងសំខាន់តិចបងមានបន្ទប់ណាទៅនេះអត់បងអាចយកថតវីដេអូបានអញ្ចឹងបងសុំឆាច់មើលសិអូនអូស្មានហ្នឹងបន្ទប់ពេញអស់ហើយអូនគេចូលរៀនវិញអស់ហើយអាណែចាប់តាមមកសួរបើអូនចង់ណាត់តតែខកទុកមុនផងអូចុះអរគុណបងខាតពេលបាទអញ្ចឹងចាអរគុណនេះគឺជាដំណើរការដែលសមាជិកក្រុមរបស់ពួកយើងបានជួបពិភាក្សាផ្លាស់ប្ដូរគំនិតនិងសហការគ្នាយ៉ាងសកម្មដើម្បីនាំយកនៅថ្នាក់ Digital ឲ្យក្លាយជាដំណោះស្រាយដែលមានប្រសិទ្ធភាពនិងងាយស្រួលប្រើប្រាស់ពីការស្ដាប់បញ្ហាការវិភាគតម្រូវការរហូតដល់ការស្វែងរកដំណោះស្រាយដែលអាចអនុវត្តបានគឺជាដំណើរការដែលជំរុញឲ្យពួកយើងបង្កើតប្រព័ន្ធមួយនេះនោះហើយជាមូលហេតុដែលថ្នាក់ Digital មានវត្តមានមុននឹងចូលដល់ការ demo ប្រព័ន្ធបន្ថែមពីលើការអភិវឌ្ឍមុខងាររបស់ប្រព័ន្ធ project ពួកយើងក៏បានឆ្លងកាត់នៅ penetration testing ដើម្បីវិតម្លៃនិងសាកល្បងសុវត្ថិភាពរបស់ថ្នាក់ digital ផងដែរការធ្វើតេស្តនេះជួយស្វែងរកចំណុចខ្សោយនិងភាពងាយរងគ្រោះផ្នែកសន្តិសុខមុនពេលប្រព័ន្ធត្រូវបានដាក់ឲ្យប្រើប្រាស់ជាក់ស្ដែងឥឡូវចូលមកដល់ការ demo ប្រព័ន្ធរបស់យើងទាំងនេះគឺជា landing page របស់ពួកយើងឥឡូវយើងចូលមកកាន់ទំព័រ about us នៅក្នុងទំព័រ about us គឺយើងបានដាក់បង្ហាញនៅសមាជិកទាំង6នាក់របស់យើងក៏ដូចជា project ដែលយើងធ្លាប់បាន complete តាំងពី web design រហូតមកដល់ web Node.js នេះឥឡូវយើងមកបង្ហាញអំពីទំព័រ login បីអាចធ្វើការ login ជា admin នោះ admin ត្រូវធ្វើការដាក់បញ្ចូលនៅ email ដាក់បញ្ចូលនៅពាក្យសម្ងាត់រួចធ្វើការ login ក្រោយមកនឹងទទួលបានលេខកូដ OTP ចំនួន6ខ្ទង់ដោយលោកអ្នកគ្រាន់តែយកលេខកូដទាំង6ខ្ទង់នោះទៅដាក់បំពេញរួចធ្វើការ verify OTP នោះការ login ជា role admin ទទួលបានជោគជ័យតបនេះគឺយើងចូលមកកាន់ profile setting ដែលយើងដាក់បញ្ចូលនៅ appearance ដែលមានដូចជា background style page transition ដែលយើងអាចផ្លាស់ប្ដូរទៅតាមការ prefer ក៏ដូចជាដាក់បញ្ចូលនៅ dynamic color ដែលយើងអាចផ្លាស់ប្ដូរពណ៌ទៅតាមការចូលចិត្តរបស់យើងផងដែរលើសពីនេះគេហទំព័ររបស់យើងក៏បានដាក់បញ្ចូលនៅមុខងារ dark mode light mode សម្រាប់ user ទៀតផងចំពោះការ log in ជា role student user គ្រាន់តែធ្វើការដាក់បញ្ចូលនៅ email ដាក់បញ្ចូលនៅ default password រួចធ្វើការ log in ក្រោយមក user ត្រូវធ្វើការផ្លាស់ប្ដូរ default password ដោយដាក់បញ្ចូលនៅ password ថ្មី confirm password រួចធ្វើការ update password ដែលជោគជ័យលោកអ្នកគ្រាន់តែបញ្ចូលនៅ Gmail ម្ដងទៀតនិងធ្វើការដាក់បញ្ចូលនៅ password ថ្មីមួយនេះរួចធ្វើការ login role student ជោគជ័យត្រឡប់មកកាន់ admin dashboard នៅលើ admin dashboard ក៏លេចមកកាន់ user គឺ admin អាចធ្វើការគ្រប់គ្រងរាល់ user ទាំងអស់ដែលមាននៅក្នុងប្រព័ន្ធហើយក៏អាចធ្វើការ filter ទៅតាម user ទាំងអស់ក៏ដូចជាទៅតាម role នីមួយៗរបស់ user បានផងដែរម្យ៉ាងទៀត admin ក៏អាចធ្វើការ search ស្វែងរកឈ្មោះ user ទាំងអស់នៅក្នុងប្រព័ន្ធបានដូចគ្នា admin ក៏អាច filter ទៅតាម status របស់ user ដែលមាន active ជាមួយនឹង inactive ចំពោះការបង្កើត user ថ្មី admin អាចធ្វើការបង្កើតតាមរយៈពីររបៀបគឺ custom email ជាមួយនឹង auto generate ចំពោះ custom email គឺ admin អាចធ្វើការបង្កើតទាំង3 role តែម្ដងគឺ student admin ជាមួយនឹង teacher ប៉ុន្តែចំណែកឯ auto generate វិញគឺ admin អាចធ្វើការបង្កើតបានតែ2 role ប៉ុណ្ណោះគឺ role student ជាមួយនឹង role teacher វិធីមួយទៀត admin ក៏អាចធ្វើការ import ជា CSV បានផងដែរក្នុងករណីដែលមាន user ច្រើនអ្នកជា record នោះ admin អាចធ្វើការ import ជា CSV បានតែម្ដងនិងធ្វើការ confirm import admin ក៏អាចលុបនៅរាល់ user ដែលមិនត្រូវការបានផងដែររួចធ្វើការ confirm import ត្រង់នេះវិញគឺជា admin ថ្មីដែលមិនទាន់បាន verify គឺស្ថិតនៅក្នុង pending user ក្នុងករណីដែល verification email ត្រូវបាន expire នោះ admin ក៏អាចធ្វើការ resend នៅការ verify ថ្មីទៅកាន់ admin ថ្មីផងដែរ admin អាចធ្វើការ view detail ទៅកាន់ profile របស់ user នីមួយៗក៏ដូចជាធ្វើការផ្លាស់ប្ដូរ user ទៅជា deactivate user និងអាចធ្វើការផ្លាស់ប្ដូរមកកាន់ activate user វិញបានដូចគ្នា admin ក៏អាចធ្វើការ reset password របស់ user ទាំងអស់នៅក្នុងប្រព័ន្ធបានផងដែរលេខមកមើល feature report នៅលើផ្ទាំង dashboard admin គឺអាចមើលឃើញអំពីការ report ទាំងអស់ពី student ក៏អាច filter ទៅតាម report ដែលកំពុង pending in progress resolve ក៏ដូចជា report ដែលបាន reject ដូចគ្នា admin ក៏អាចធ្វើការ search រក report ទាំងអស់បានដូចគ្នា admin ក៏អាច filter report ទាំងអស់ពី student តាមរយៈ category បានផងដែរចំពោះ category admin អាចធ្វើការ search រក category ទាំងអស់
ក៏ដូចជាធ្វើការ add នៅ category ថ្មីដែលធ្វើការដាក់បញ្ចូលនៅ category name ដាក់បញ្ចូលនៅ description ឬធ្វើការ create admin ក៏អាចធ្វើការ read មកអំពី category ធ្វើការ edit និងធ្វើការ delete category បានផងដែរ admin អាចធ្វើការ view detail ទៅរក report ទាំងអស់និងអាចធ្វើការផ្លាស់ប្ដូរនៅរក status ទាំងអស់របស់ report នីមួយៗបានផងដែរចំណែកនេះគឺជា Telegram chatbot របស់ admin នៅពេលដែលមាន student ណាម្នាក់ធ្វើការ report មកកាន់ admin ដែលធ្វើការដាក់បញ្ចូលនៅ report title description report category និង report image រួចធ្វើការ report ជោគជ័យនោះនឹងលោតចូលភ្លាមៗមកក្នុង Telegram chatbot តែម្ដង admin អាចធ្វើការ view report បានដូចគ្នានៅលើ view report detail admin អាចធ្វើការមើលទៅលើរូបភាពដែលអាចធ្វើការ zoom in zoom out ឬក៏អាចធ្វើការបង្វិលនៅពេលមានរូបភាពបាញ់ច្រាស់ admin ក៏អាចធ្វើការផ្លាស់ប្ដូរ status របស់ report នីមួយៗបានផងដែរនៅពេល admin ផ្លាស់ប្ដូរ status student នឹងទទួលបាន notification ផ្លាស់ប្ដូរភ្លាមៗដូចគ្នាចំពោះ student វិញបន្ទាប់ពីទទួលបានការ result ពី admin ហើយក៏អាចធ្វើការ rate ក៏ដូចជាផ្ដល់មតិទៅលើការ result របស់ admin បានដូចគ្នាចំពោះខាង admin វិញ admin ក៏អាចមើលឃើញអំពីការ rate ក៏ដូចជាការផ្ដល់មតិអំពីសំណាក់ student មកកាន់ការ result របស់ខ្លួនហើយក៏អាចធ្វើការឆ្លើយតបទៅកាន់ student វិញបានដូចគ្នាចំពោះ feature survey admin ក៏អាចធ្វើការ filter ទៅតាម survey ដែលបាន publish និង survey ដែលកំពុងតែស្ថិតនៅក្នុង draft admin ក៏អាចធ្វើការបង្កើតនៅ survey target ថ្មីដែលគ្រាន់តែធ្វើការដាក់បញ្ចូលនៅ survey target name រួចធ្វើការ create នោះជាការស្រេចពោះការបង្កើត survey ថ្មី admin គ្រាន់តែធ្វើការដាក់បញ្ចូលនៅ survey title description ជ្រើសរើស survey target admin ក៏អាចធ្វើការបែងចែកនៅ section របស់ survey បានដូចគ្នាហើយម្យ៉ាងវិញទៀត admin ក៏អាចធ្វើការជ្រើសរើសសំណួរដែលជាសំណួរ text ឬក៏ជា multiple choice បានផងដែរ admin ក៏អាចដាក់សំណួរនោះជាសំណួរ require និងធ្វើការ save បានដូចគ្នាសម្រាប់សំណួរទាំងអស់នេះវិញគឺសុទ្ធសឹងតែជាសំណួរដែលយើងធ្លាប់ save ពីមុនហើយយើងក៏អាចធ្វើការយកវាមកប្រើប្រាស់ម្ដងទៀតហើយធ្វើការទាញបញ្ចូលនៅសំណួរទាំងអស់រួចធ្វើការ import យកមកប្រើប្រាស់ជាការស្រេចស្វ័យដែលបានបង្កើតហើយគឺស្ថិតនៅក្នុង draft នៅឡើយចំពោះស្វ័យយើងអាចដាក់ជា require code ក៏ដូចជាការ open access admin ក៏អាចធ្វើការ set time ក្នុងការ publish ស្វ័យបានដូចគ្នាដោយគ្រាន់តែធ្វើការជ្រើសម៉ោងទៅតាមពេលវេលាដែលចង់ publish រួចធ្វើការ saveពេលដែល admin ធ្វើការចុច publish គឺមានជំរើសពីរអាចជា require code ក៏ដូចជា for all student រួច admin អាច publish បាន publish ជោគជ័យ admin ក៏អាចមើលអំពី response ទាំងអស់របស់ student បានផងដែរអាចមើលអំពីការ response របស់ student នីមួយៗទៅតាម question ក៏ដូចជា summary ទាំងអស់និង individual បានដូចគ្នាចំពោះ student វិញនៅពេលដែលទទួលបាន link survey ពី admin student អាចចូលទៅធ្វើ survey នោះបានដោយគ្រាន់តែធ្វើការឆ្លើយសំណួរឬក៏បំពេញសំណួរទាំងអស់នៅក្នុង survey រួចធ្វើការ submit ជាការស្រេចនៅពេលដែលមាន survey ថ្មីមួយទៀតគឺវានឹងលោតមកកាន់ notification student ដែល student គ្រាន់តែធ្វើការ survey នៅ survey ថ្មីនោះដែលជា require code student នឹងទទួលបាន code ពី admin រួចធ្វើការ unlock survey រួចអាច survey បានដូចគ្នា feature ចុងក្រោយគឺ room management admin អាចធ្វើការ filter ទៅតាម room ដែល available occupy ក៏ដូចជា all room admin អាចធ្វើការបង្កើត room ថ្មីដោយគ្រាន់តែចុចទៅលើ add new room រួចបំពេញនៅ room name បំពេញនៅ room code building floor capacity room type និង description facilities រួចធ្វើការ save room admin ក៏អាចធ្វើការ view detail អំពី room ដែលបានបង្កើតហើយរួចអាចធ្វើការ add បន្ថែមនៅរូបភាពអំពី room នោះបានដូចគ្នា admin អាចធ្វើការ close ឬក៏អាចដាក់បន្ទប់នោះឲ្យ available ទៅតាមស្ថានភាពជាក់ស្ដែង admin ក៏អាចធ្វើការបង្កើតនៅ schedule ថ្មីគ្រាន់តែធ្វើការជ្រើសរើសក៏ដូចជាបំពេញតាម require ចំណែក day rule វិញមានពីរគឺមាន specific date និង recurring semester recurring semester គឺ set សម្រាប់ long term ដូចជាសាហារូបករណ៍អាចសិក្សាបន្ទប់នេះរយៈពេលពីប្រហែលខែទៅប្រហែលខែជាដើមនិង select ថ្ងៃក្នុងការសិក្សាមួយអាទិត្យពេលវេលាជាមួយនឹង start time ជាមួយនឹង end time និងអាចធ្វើការដាក់បញ្ចូលនៅ note បានផងដែរចំពោះការ booking ទាំងអស់ដែលបានពី student ឬក៏ teacher admin អាចធ្វើការ approve ឬក៏ reject បានដូចគ្នាចំពោះ student មុននឹងធ្វើការ booking អាចធ្វើការ view detail ទៅកាន់ room ហើយនឹងឃើញ status available មានន័យថាបន្ទប់នោះអាច book បានដើម្បី book គ្រាន់តែធ្វើការដាក់បញ្ចូល title subject ម៉ោងពេលវេលារួចធ្វើការ booking ជាការស្រេចចំពោះបន្ទប់ដែល user បាន booking មុននេះនៅចំពោះម៉ោងនិង session ដែល user បានកក់វានឹងចេញពណ៌ក្រហមមានន័យថា unavailable student ក៏អាចធ្វើការ cancel ឬការកក់បន្ទប់របស់ពួកគេបានផងដែរនេះ log in to role teacher អាចមើលឃើញអំពី schedule ទាំងអស់របស់គាត់ផ្ទាល់ហើយគ្រាន់តែចូល my schedule និងមើលឃើញអំពី schedule ទាំងអស់ហើយ teacher ក៏អាច report ទៅកាន់ admin បានផងដែរជាចុងក្រោយយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងប្រៃសណីនិងទូរគមនាគមន៍មូលនិធិសអនិងថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអានដែលបានឧបត្ថម្ភនិងផ្ដល់ឱកាសដ៏មានតម្លៃឲ្យយើងទទួលបានការបណ្ដុះបណ្ដាលនិងបង្កើតគេហទំព័រនេះឡើងសូមអរគុណ Behind the scene, Axe Funny Moments. អើនិយាយអីក៏បានខ្ញុំមិនដឹងនិយាយអីទេខ្ញុំឡើយ ជេរ leader មួយយើង យូរហើយមិនធ្វើមិនតាន់ហើយងាប់អើយដាក់ការងារឲ្យធ្វើយូរហើយអត់ធ្វើណែធ្វើអីថាប្រូបាយនៅជីងបាយនិយាយអីក៏បាន
Hai tớ. Mày à, lâu mới sinh mà, lâu mới sinh. ពេកបងឯងចង់ទៅពេលហើយពេលណាមួយចាំទៅបន្ថែមទៅយកអត់ទៅសួរនិស្សិតតដែរនឹងអត់ទៅហើយមិនបានលុយស្រីខ្ញុំ ដោយសារយើងឈរចិត្តកាមេរ៉ា Cóចិត្តម៉ៃដែរ មិនលើកអីអី ទៅដល់អី អី